ហើយសម្ភារៈដែលយើងយកមកនៅថ្ងៃនេះក៏មានអីច្រើនដែរគឺសម្ភារៈកីឡាហើយនឹងតុក្កតាហើយនឹងសភៅហើយក៏អាវរូមកទៅហើយអត់អីទេបាទយើងបានបងប្រុសជូនដំណើរមកថ្ងៃនេះឯណាប្រហែលជាកន្លះម៉ោងទៀតយើងនឹងទៅដល់គោលដៅនៃសាលាបឋមសិក្សាពញាច័ន្ទហើយម៉ោងអាត្មានេះម៉ោង10ជាងហើយក្មេងៗប្រហែលជាក្តៅដែរហើយត្រូវរងចាំសប្បុរសជនដែលគាត់ចូលរួមយកសម្ភារៈសិក្សាមកចែកជូនបងប្អូនកុមារបាទសូមជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទណនសំណាងរួមសហការជាមួយនឹងក្រុមការងារបេសកកម្មរុករក One New Mission បានរៀបចំកម្មវិធីសពបរិសុទ្ធមួយទៅកាន់ភូមិពញាច័ន្ទភូមិលោកព្រៃមួយស្រុកឆែបខេត្តព្រះវិហារដោយមានការចូលរួមពីសប្បុរសជនជាច្រើនរូបមកពីទីក្រុងភ្នំពេញនិងតាមបណ្ដាខេត្តនានារួមទាំងសប្បុរសជនដែលមកពីប្រទេសកូរ៉េដែរដែលគាត់បានចូលរួមជាថវិកាដើម្បីទិញសម្ភារៈសិក្សាជាច្រើនហើយថ្ងៃនេះយើងកំពុងតែរៀបចំធ្វើដំណើរទៅកាន់ភូមិពញាច័ន្ទនេះដើម្បីចែកសម្ភារៈសិក្សាដល់កុមារទាំងអស់គ្នាដោយយើងប្រើមធ្យោបាយធ្វើដំណើរយើងគឺដោយរថធ្វើនេះដោយសារនៅទីនោះគឺมันមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរទេដូច្នេះវិធីសាស្ត្ររបស់យើងគឺមានតែប្រើត្រាក់ទ័រនេះហើយបានអាចធ្វើដំណើរទៅដល់ទីនោះយើងកំពុងតែរៀបចំធ្វើដំណើរចេញទៅហើយដោយយើងដាក់សម្ភារៈទាំងអស់នៅលើលំអឬត្រាក់ទ័របាទមិនលំអគួយយន្តទេយើងអាចចំណាយពេលវេលាប្រហែលជា3ម៉ោងទៅ4ម៉ោងទើបអាចទៅដល់សាលាបឋមសិក្សាពញាច័ន្ទឥឡូវនេះយើងឡើងលើរបបត្រាក់ទ័រហើយចាប់ដើមចេញដំណើរទៅយើងនៅលើដងផ្លូវថ្នល់ជាតិដល់ហើយទេបាទប្រហែលជាកន្លះម៉ោងទៀតបាទយើងចាប់ដើមបត់ផ្លូវចូលទៅក្នុងព្រៃឯណាបាទបងប្អូនមកដល់កន្លែងនេះលុកជ្រៅមែនតើបាទយើងដល់កន្លែងនេះគឺផ្លូវពិបាកខ្លាំងទៅឆ្លងអូបាទយើងបើសិនជាមិនធ្វើដំណើរដោយត្រាក់ទ័រទេទៅមិនរួចទេព្រោះផ្លូវក៏លុកជ្រៅណាស់បាទឡើងហើយចេញវាលចូលព្រៃចេញព្រៃចូលវាលរយៈពេល1ម៉ោងជាងហើយយើងអត់តន់ទៅដល់គោលដៅទេអញ្ចឹងប្រហែលជា2ម៉ោងទៀតយើងទៅដល់សាលារៀនដល់កន្លែងនេះយើងមានដើមឈើមួយដើមធំវាបាក់បាំងផ្លូវពិបាកក្នុងការធ្វើដំណើរអញ្ចឹងត្រាក់ទ័រត្រូវតែបើកវាងបាទកាត់ព្រៃបងបាទវិធីសាស្ត្រលឿនវាដាក់បើកវាងកាត់ព្រៃទេបើកាប់យើងអត់មានយកម៉ាស៊ីនមកកាត់ឈើទេបាទអូទូបួលប្រយ័ត្នត្រូវមេឈើបាទវាងកាត់ព្រៃហ្មងបើដើមឈើដួលបាក់កាត់ផ្លូវហើយយើងមានតែប្រើវិធីហ្នឹងហើយត្រង់នេះគឺជាចំណុចមួយដែលលំបាកខ្លាំងមែនតើបាទគឺលំបាកខ្លាំងណាស់ទៅមានកលុកកលាក់ច្រើនមានដើមរស្មីមានដើមឈើធំទៀតបាទឥឡូវមកដល់ហើយនេះជារដូវប្រាំងទេដែលយើងអាចធ្វើដំណើរកើតតែបើរដូវវស្សាវិញប្រកាសជាជាប់នៅនឹងមិនអាចទៅមុខរួចទេបាទរូមកទៅហើយអត់អីទេបាទយើងបានបងប្រុសជូនដំណើរមកថ្ងៃនេះអូទៅហើយបាទតិចបាទយើងចិត្តឆ្លងផុតដំណាក់កាលមួយទៀតដែរដំណាក់កាលដែលលំបាកជាងគេមែនតើផ្លូវត្រង់នេះបាទទៅហើយចិត្តផុតហើយឡើងលឿនចឹងបន្ទាប់ពីយើងសម្រាប់ហើយយើងក៏បន្តដំណើរទៅមុខទៀតបាទយើងមានម៉ូតូតាមពីក្រោយមួយដែរក្រែងលោមានការអីចាំបាច់យើងអាចយកម៉ូតូនេះដឹកជញ្ជូនអីចឹងណាបាទប្រហែលជាកន្លះម៉ោងទៀតយើងនឹងទៅដល់គោលដៅនៃសាលាបឋមសិក្សាពញាច័ន្ទហើយម៉ោងអាត្មានេះម៉ោង10ជាងហើយក្មេងៗប្រហែលជាក្តៅដែរហើយត្រូវរងចាំសប្បុរសជនដែលគាត់ចូលរួមយកសម្ភារៈសិក្សាមកចែកជូនបងប្អូនកុមារបាទឥឡូវនេះ
មកត្រាក់ទ័រយើងបានធ្វើដំណើរមកដល់ភូមិហើយឃើញមានផ្ទះប្រជាពលរដ្ឋមួយដែរនៅក្នុងភូមិនេះសរុបទៅមានប្រជាពលរដ្ឋតែ33គ្រួសារទេបាទហើយប្រជាពលរដ្ឋមានតែ170នាក់ប៉ុណ្ណោះគឺតិចមែនតែនបាទឥឡូវនេះក្រុមការងារសប្បុរសជនគាត់បានមកដល់ហើយចូលមកកន្លែងមកលុបកន្លែងណាមានមកលុបយើងដាក់កន្លែងហ្នឹងទៅបាទបងប្អូនទស្សនិកជនឥឡូវនេះយើងបានមកដល់ក្នុងបរិវេណរបស់សាលារៀនហើយយើងឃើញថានៅក្នុងទីធ្លាសាលារៀននេះស្រឡះមែនតែនមកមិនសូវមានដើមឈើទេហើយចំពោះអគារសិក្សាវិញមានតែមួយខ្នងទេត្រឹម3បន្ទប់ជាអគារសិក្សាសង់ពីឈើឥឡូវថ្ងៃនេះពូមកមានកតាបផ្ញើមួយយើងទៀតអញ្ចឹងអ្នកមានកតាបហើយយកកតាបអត់ក្នុងនាមខ្ញុំជាសមាជិកនៅក្នុងស្រុកឆែបហើយក៏ជាអ្នកសារព័ត៌មាននៅមុខពូ TV ពេលដែលខ្ញុំចុះមកយកព័ត៌មានជាមួយនឹងម៉ែចាស់ខ្ញុំបានឃើញស្ថានភាពសាលារៀនទាំងប្រជាពលរដ្ឋនៅក្នុងតំបន់នេះមិនជាក្រប្រហែលទេមានជាងខ្ញុំផងខ្ញុំតតែទាំងហ្នឹងហើយចឹងទៅខ្ញុំក៏មានកំណត់ថាយើងគួរតែធ្វើកម្មវិធីសប្បុរសធម៌មួយប៉ុន្តែសប្បុរសធម៌ដែលយើងធ្វើនេះមិនមែនលុយរបស់យើងទេយើងគ្រាន់តែមានកំណត់ចឹងទៅខ្ញុំបានផុសផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមដើម្បីរាយអង្គាសយកថវិកានេះយកមកទិញរបស់របរទាំងអស់នេះកុំច្រឡំលុយខ្ញុំហ្នឹងមិនមែនទេខ្ញុំបានពីគ្នាសុំឥឡូវតាមរយៈបងមេប៉ុសនិងបងប៉ូលីសដែលបានចូលរួមអស់គ្នាជួយផ្ដល់ព័ត៌មានគាត់ផងថាយើងបានមកដល់ដោយជោគជ័យហើយអត់មានឧបសគ្គអីកើតឡើងទេហើយសម្ភារៈដែលយើងយកមកដល់ថ្ងៃនេះក៏មានអីច្រើនដែរគឺសម្ភារៈកីឡាហើយនឹងតុក្កតាហើយនឹងសភៅហើយក៏អាវខាងសាបុរនាមគូទីនេះដែលបានមានការចែកលែកនៅវិធានខ្លះដើម្បីជួយដល់ពីរបស់ខ្ញុំយ៉ាងច្រើនបានជាតិហើយនៅក្នុងបានទៀតនេះជាចិត្តប្រទេសដែលលោកបានចុះមកដល់ផ្ទាល់ហើយក៏បានធ្វើទស្សនភាពហើយក៏មានចិត្តជ្រះថ្លាបានទីនីវនិងមានសប្បុរសជនបានចូលរួមចែកលែកនៅសម្ភារៈមួយចំនួនដូចជាអវនីសម្ភារៈក្មេងសន្តិសុខហើយក្នុងមានអីច្រើនទេមានអរគុណនិងជួយតអស់លោកលោកទាំងអស់មានភាពជ្រះថ្លានៅសម្ភារៈនេះជាមួយអស់លោកបានជួយនៅក្នុងសុខនៃចម្រើនធ្វើដំណើរទៅវិញប្រកបដោយសុខសុខភាពហើយក៏មានប្រការជាអាយុវណ្ណៈអភិលក្ខដើម្បីគ្រីទៀតហើយបាទសូមអរគុណនេះក៏សូមមានក្តីសុខនិងក្តីចម្រើនបាទសូមអរគុណបងជាបឋមសូមគោរពផងអាញាធរទាំងអស់នេះហើយពូមីងជារដ្ឋទាំងអស់បងប្អូនទៅសាសិស្សចង់ជំរាបជូនថារបស់ទាំងនេះមានប្រភពច្រើនដែលសប្បុរសជនគាត់បានផ្ដល់មកមួយចំណែកធំបំផុតគឺបានពីគ្រួសារបងស្រីម្នាក់គាត់រស់នៅភ្នំពេញគឺគាត់ចំណាយសម្រាប់តុបតាមួយចំណែកសម្ភារៈសិក្សាទាំងអស់គឺទៅលើគាត់តែមកគ្រួសារទេបាទហើយនឹងមួយចំណែកទៀតពីសប្បុរសជននៅតាមទីរួមខេត្តអីផ្សេងគាត់ចូលអ្នកទៅមកមួយចំណែកទៀតគឺមកពីប្រជាពលរដ្ឋនៅប្រទេសកូរ៉េគាត់បានចូលរួមចំនួន$100ជាងដែរដើម្បីឲ្យខ្ញុំទិញសម្ភារៈទាំងនេះយកមកជូនទៅដល់បងប្អូនសិស្សទាំងអស់ជាកាដូមួយដ៏ពិសេសសម្រាប់ពួកគាត់ពេលត្បិតតែមិនមែនជារបស់ដែលអាចជួយគាត់យូរអង្វែងប៉ុណ្ណេះតែអាចជួយសម្រាប់ទៅដល់ការចំណាយរបស់គាត់មួយពេលធំណាស់ព្រោះសម្ភារៈសិក្សាមួយសម្រាប់នេះគាត់អាចប្រើបានតែពេល1ឆ្នាំដោយមិនចាំបាច់ទេទៀតកតាគឺมันអាចប្រើមួយខែពីរខែបោះចោលទេបាទអញ្ចឹងគឺធ្វើម៉េចបងប្អូនទាំងអស់គ្នាជួយថែទាំអ្វីដែលបងប្អូនទទួលបាននេះផងកុំឲ្យតែលេងយកទៅដល់លេងនាំគ្នាបោះលេងលេងបានតែពីទៅពីបានតែ2 3ថ្ងៃទីកតាថ្មីមួយទៀតបាទអានេះជាអំណោយរបស់សប្បុរសជនបានប៉ុណ្ណឹងប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើបន្ថែមនោះគឺសូមឲ្យបងប្អូនយកចិត្តទុកដាក់សិក្សារៀនសូត្រក្រេបយកចំណេះដឹងពីលោកគ្រូទាំងអស់គ្នាដែលគាត់ចំណាយពេលវេលាដ៏មានតម្លៃមកដល់ទីកន្លែងនេះបង្ហាត់បង្រៀនបងប្អូនហើយមួយចំណែកក៏សូមដាក់ញ៉ាដល់ពូមីងទាំងអស់គ្នាដែរដែលសាញធ្លាប់ជួបអាណាព្យាបាលជាច្រើនចឹងណាយកនេះបាទតែនៅខាងនោះចូលទៅបងជួយទៅជួយឆាប់ចាប់បងឥឡូវនេះបន្តបងជួយចែកទៅឆាប់អស់
đi cái này cái không cái ôi đủ hai đủ đi mày còn mày bay con không trai trong hỏi ai trong hỏi ai con ta nó nhá trong hỏi chú con ra trai bằng cái con này mời ta mà con mà tân viên đặt con nó bật về nhé dán này bà cho bà chặt nha nhỏ chá bà ai đi trẻ ớt mà còn mày đây hỏi to nè hỏi to nè đây cái này cái nàyรถมือน้องนี่มีนสะเพาติดรถ đây cái này น้องนี่มีนสะเพารถมืออยู่ cái này này con cái này nặng cần là ông เนี่ยนี่มีนโอเคน้องก็โบ๊ะมีนตั้งอ้อ bong con có phó thầy thấy mày giòn ý ấy dạ cha miền bò lên vậy nè miền bò lên đây này đặtน้องก็โบ๊ะvới đặtน้องก็โบ๊ะvới rồi rồi chụp miền miền đây để làm toàn bán nhom mình rồi chết Mana mấy? có ba nữa con có phó thầy thấy mày giòn ý ấy dạ cha miền bò lên vậy nè miền bò lên đây để làm toàn bán về bàn hay đặt mốc ta phải đặt mơ bàn đấy bàn đấy bàn pì à? Bỏ Việt Nam một con ba tiết. Bỏ Việt Nam một con ba tiết. Là miền Nam một con ba đấy. นี่นะมวย Cả sân, ai con sa sân, xuôi con sa sân. คนเต้า Nào, đến. Bạn ơi. ปานให้ดักมาเลยนั่ง gần nào tao nào nữa thế Có hay, là mất quanh tôi trong mảnh này. Vì mình rụt có khi nhá. đây là tap hàng coi nên tao tan đây Đi. Ai? Cho đi với nhé. Làm một rồi. นั่นนี่ Đi hero á. Giống như từ cái cái. ตัวเฮโร่ crom tất cả lời che នៅមួយទៀតនៅពីរទៀត đây là đi này được sân bay Đập đi lơ. យក4ទៀត Thôi. Đập đi lơ cho nó đó. nên nó pram nó buồn bán đây dương chạy nó con con nhiều lắm nó để cả áo hàng phục như này hàng phục như này về từ lúc về từ con về con về từ lại đó chân ơi con ăn đi không về à đây cái cũng đây
អរគុណ Acara đây chúng tôi để lắc do á. À đây chúng tôi làm nè. Lắc đây để nhà ta về. Năm một cái. Bọc nhà nên nè nó lắc. Anh dân mang que cái tiêu mà ra đây nè. Ông bạn ở đây. Ồ, thôi tốt là miền tiết chỉ là tức là tiêu thay ông mà đi tụt xe đây cho hàng con đấy chặn sang làm cái với nhà đây không có chú đấy con có chặn sang luôn bằng bằng chặn sang mấy dương từ ba là đi tràn P2 giờ lẽ tràn 2 chia ra bọc cái xe môi sầm rạp dương con tay men dương đó ba là nâng lên plei riêng đấy nè đi đào từ trắng đấy nó plei rạp cả đi prang riêng thong lên sau này ra thằng kia để không prang riêng thằng kia lên lót ai lư ba chân ớt cho mày mau tiền ớt rồi của bạn á ba nàyសំខាន់គឺថាធ្វើម៉េចឲ្យតែបានរបស់របស់យើងរស់សំខាន់ហ្នឹងណាបាត់បង្កបង្កើនផលយកឲ្យយើងមួយយ៉ាងណាអត់មេរៀនរដ្ឋបាលគិតគូរដែរគិតហើយបានមិនដឹងគិតទេ ឥឡូវបងប្អូនទាំងអស់គ្នាពូជូនម្នាក់1000Nam con ma đấy. Nè co, nè co. Nè co mày. Con mày. Đó, ngủ mình ăn pin gặp trong đây trong thế này của trời. Tay gì? Bà sân chỉ tiền của quạt do tới IC channel kì tiền của quạt tới ai thua ni thua nụ đam bay ban phong và giỏi bằng tay bằng túi do mọc chui trong cua sáng ngày cái quạt năng can tay lồng bạ chiến ông pu mình để tiệt đại sáng quạt mình miên chồng nét đập đôi chân này hai sau đó xuân tàng lai quạt tay tại con trâu còn đôi chia một con pu TV đây quạt tay tại lương thực chất tại đó con tụ má chui ao của quạt không prang prang thật xa đến sâu bàនេះគឺជាអ្វីដែលខ្ញុំចង់ជម្រាបជូនប៉ុណ្ណឹងបាទអរគុណច្រើនបាទដាក់ទៅតុកថ្ងៃនេះដាក់ទៅតុកយកទៅនេះដល់គេដឹងឲ្យយើងបានទទួលហើយឲ្យបងបានតាមពលណានេះក៏បាននឹងដល់ខ្លួន1 2 3មួយទៀតយកគៀកអូខេយកគៀកម្ដងបាទ1 2 3អូខេតើអរគុណច្រើនណាខំប្រឹងរៀនអស់គ្នាលើហ្នឹងហើយថែបានល្អកុំឲ្យបាត់ខូចបាទឥឡូវបងប្អូនទៅផ្ទះវិញហើយណា